បើលោកអ្នកស្ដាប់ជាទីមេត្រីតាក់ទងនឹងអភិបាលកិច្ចល្អវិញក្រមសង្គមស៊ីវិលឲ្យដឹងថាអំពើពុករលួយកំពុងវាយលុកទៅលើអាជីវកម្មសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជាករណីនេះគឺជាបញ្ហាប្រឈមនិងជាផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជាមិនអាចប្រព្រឹត្តទៅដោយឈរលើគោលការណ៍សមធម៌និងសុចរិតភាពដើម្បីធានាឲ្យបាននូវផលប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបនោះទេបាទអ្នកស្រីរាំងស៊ីមានសេចក្តីរាយការណ៍ជុំវិញរឿងនេះការពុំសូវយល់ដឹងពីសុចរិតភាពនៃអាជីវកម្មកង្វះព័ត៌មានជុំវិញដំណើរការអាជីវកម្មការចំណាយក្រៅផ្លូវការភាពធូររលុងនៃវិធានការច្បាប់ការសោកប៉ាន់ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួនព្រមទាំងបញ្ហាមួយចំនួនទៀតគឺជាអំពើពុករលួយដែលផ្ដល់ផលអវិជ្ជមានដល់អាជីវកម្មកម្ពុជាថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិស្ដីពីសុចរិតភាពធុរកិច្ចនៅក្នុងទីក្រុងភ្នំពេញប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការដំឡាភិបកម្ពុជាលោកអុកសេរីសុភ័ក្រមានប្រសាសន៍ថាអំពើពុករលួយបានគំរាមកំហែងដល់អាជីវកម្មនៅកម្ពុជាទាំងខ្នាតតូចនិងមធ្យមហើយវាមិនត្រឹមតែប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិនោះទេវាក៏ប៉ះពាល់ដល់អនាគតរបស់ប្រទេសជាតិផងដែរលោកបន្តថាអំពើពុករលួយទៅលើអាជីវកម្មកម្ពុជាធ្វើឲ្យមានចំណាយខ្ពស់ធ្វើឲ្យមានការប្រកួតប្រជែងធ្វើឲ្យវិនិយោគិនបាក់ទឹកចិត្តព្រមទាំងបង្កើតឲ្យមានការប្រព្រឹត្តខុសច្បាប់ជាដើមលោកថាដើម្បីដោះស្រាយបញ្ហានេះលោកស្នើឲ្យរឹតបន្តឹងប្រព័ន្ធតុលាការដើម្បីឲ្យមានភាពបច្ចៈអ្នកដែលរកស៊ីមករកស៊ីនៅស្រុកយើងណាគេខ្លាចញញើតហេតុអីដោយសារប្រព័ន្ធតុលាការរបស់យើងអត់ទាន់មានភាពតម្លាភាពអត់ទាន់ត្រឹមត្រូវអត់ទាន់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវស្រួលបួលណាបើអ្នកណាពេលដែលមានរឿងក្តីក្តាំចូលឆ្លោះគ្នានៅតុលាការអ្នកណាមានលុយអ្នកនឹងឈ្នះហើយស្របជាមួយគ្នានេះប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍស្ថានទូតប្រទេសស៊ុយអែតនៅកម្ពុជាអ្នកស្រី Christina Kunel បានចាត់ទុកថាអាជីវកម្មទាំងខ្នាតតូចនិងមធ្យមនៅកម្ពុជាគឺវាបានផ្ដល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចកម្ពុជាអ្នកស្រីបានឲ្យដឹងទៀតថាកម្ពុជាជាប់លេខ135នៅក្នុងចំណោមប្រទេស189ស្ដីអំពីសន្ទុះនៃការធ្វើអាជីវកម្មរបស់ធនាគារពិភពលោកដែលបង្ហាញថាកម្ពុជាជាប្រទេសដែលមានសំណុកនៅក្នុងដំណើរការអាជីវកម្មខ្ពស់ហើយអ្នកស្រីស្នើឲ្យមានវិធានការបន្ទាន់លើបញ្ហានេះសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិដែលបានចូលរួមសន្និសីទថ្នាក់ជាតិនោះបានផ្ដល់អនុសាសន៍ថាប្រសិនបើប្រទេសកម្ពុជាកាត់បន្ថយអំពើពុករលួយនៅក្នុងអាជីវកម្មកម្ពុជានឹងទទួលបានចំណូលមកភ្ជុំនៅក្នុងឆ្នាំ2022និង2023ខាងមុខនេះឆ្លើយតបទៅនឹងបញ្ហាអំពើពុករលួយនៅក្នុងដំណើរការអាជីវកម្មនេះប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មលោកអោមដារារិទ្ធមានប្រសាសន៍ថាកន្លងមកបញ្ហាអំពើពុករលួយកើតឡើងដោយសារតែម្ចាស់អាជីវកម្មឬម្ចាស់ក្រុមហ៊ុនបើកអាជីវកម្មមិនបានទៅស្វែងរកសេវាពីក្រសួងពាណិជ្ជកម្មដោយផ្ទាល់នោះទេលោកថាក្រសួងពាណិជ្ជកម្មបានបង្កើតការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនិងដាក់ដំណើរការឲ្យប្រើប្រាស់នៅចុងឆ្នាំ2015ខាងមុខហើយក្រសួងពាណិជ្ជកម្មជឿជាក់ថាប្រព័ន្ធនេះនឹងបង្កភាពងាយស្រួលដល់ម្ចាស់អាជីវកម្មនិងកាត់បន្ថយអំពើពុករលួយបានន័យថាយើងចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកបាទអញ្ចឹងគឺបើយើងចង់ចុះបញ្ជីយើងគ្រាន់ចូលក្នុង website ក្រសួងមានអ៊ីនធឺណិតនៅផ្ទះទៅចូល website ក្រសួងគឺយើង proceed តាមនឹងបានអស់បាទហើយបងលុយធនាគារនោះបាទអញ្ចឹងគឺអត់មានពាក់ព័ន្ធអីមួយក្រសួងពាណិជ្ជកម្មទេយើងកាត់បាន 100% ហ្មងនិយាយចំទៅរបាយការណ៍ដែលបានផ្សព្វផ្សាយនៅថ្ងៃទី27ខែឧសភាដែលចេញដោយអង្គការដំឡាភិបកម្ពុជាបង្ហាញថាប្រាក់ទឹកតែជាតថភាពមួយមិនអាចជៀសរួចបានសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជារបាយការណ៍ក៏បានបង្ហាញទៀតថាសហគ្រាសធុនតូចនិងមធ្យមជាច្រើនចូលចិត្តប្រតិបត្តិការក្រៅផ្លូវការហើយនៅក្នុងចំណោមសហគ្រាសចំនួន100ដែលត្រូវស្ទង់មតិមានតែ61នៃអ្នកដែលត្រូវសម្ភាសតែប៉ុណ្ណោះបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មឬមន្ទីរពាណិជ្ជកម្មខេត្តលើសពីនេះរបាយការណ៍បានបន្តថាពួកគេបានបង់សេវាក្រៅផ្លូវការនៅពេលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មឬនាយកដ្ឋានពន្ធដារនៅពេលដែលមានអធិការកិច្ចលើសពីនេះអ្នកឆ្លើយតបភាគច្រើនបានលើកឡើងថាមន្ត្រីរាជការទទួលយកប្រាក់សំណូកពីព្រោះពួកគេទទួលបានប្រាក់ខែទាបខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញ